ចូលមកដល់វគ្គទី2គឺយើងត្រូវធ្វើការគណនាដើម្បីរកប្រាក់ខែគោលអញ្ចឹងខ្ញុំមានលក្ខខណ្ឌនៅខាងស្ដាំដៃនេះកំណត់ពីម៉ោងថាបើសិនបើធ្វើការ8ម៉ោងពេញក្នុងមួយខែគឺបាន250 8ម៉ោងត្រឹមដល់6ម៉ោងអាច230ទៀបជាង5ម៉ោងទទួលបានតែ200ទេអញ្ចឹងយើងត្រូវធ្វើការគណនាដោយប្រើរូបមន្ត if ដោយខ្ញុំកំណត់ចំនួនម៉ោងនេះដាក់លក្ខខណ្ឌថាបើសិនបើចំនួនម៉ោងធ្វើការស្មើនឹង8ម៉ោងនោះនឹងទទួលបានប្រាក់ខែ250អញ្ចឹងខ្ញុំដាក់លេខ8ហើយខ្ញុំដាក់250តមកទៀតខ្ញុំនឹងប្រើរូបមន្ត if ម្ដងទៀតដើម្បីដាក់លក្ខខណ្ឌចំពោះបុគ្គលិកដែលធ្វើការក្នុងចន្លោះពី7ម៉ោងរហូតដល់6ម៉ោង6ម៉ោងទៅ7ម៉ោងហើយនឹងទទួលបានប្រាក់ខែ230បន្តមកទៀតទៀបជាង5ម៉ោងទទួលបាន200ប៉ុន្តែសូមបញ្ជាក់ផងដែរសារតែខ្ញុំមិនបានដាក់លក្ខខណ្ឌនៅក្នុងកន្លែង8ម៉ោងដាក់ធំជាងឬស្មើអញ្ចឹងនៅពេលដែលប្រសិនបើបុគ្គលិកធ្វើការលើសម៉ោងចាប់ពីលើស8ម៉ោងគឺរូបមន្តនេះគឺចេញត្រឹមតែ230ទេបាទនៅពេលដែលយើង enter គឺចេញចម្លើយបែបនេះហើយខ្ញុំនឹងអុសមកគឺចេញចម្លើយសម្រាប់អ្នកទាំង17អ្នកនេះតមកទៀតចំពោះ OT យើងអត់មានការវិបាកទេគ្រាន់តែយើងយកចំនួនម៉ោង OT នេះគុណនឹង$3ដែលគេកំណត់ឲ្យនេះហើយគុណហើយយើងអាចធ្វើការអុសមកគឺទទួលបានចម្លើយហើយចំពោះប្រាក់ខែសរុបនេះយើងគ្រាន់តែធ្វើការបូកខែគោលបូកនឹង OT តែប៉ុណ្ណោះចូលមកដល់ចំណុចសំខាន់ហើយគឺជាការប្រើប្រាស់នៅមុខងាររបស់ conditional formatting តែដំបូងដើម្បីអាចប្រើប្រាស់បានយើងត្រូវតែធ្វើការកំណត់លក្ខខណ្ឌមួយចំនួនសិនគឺនៅត្រង់ head នេះគេដាក់ថាបានបំពេញគ្រប់ដោយទៅលើ cell ទាំងអស់ដែលបានបំពេញគ្រប់អត់មានចន្លោះទេអញ្ចឹងខ្ញុំប្រើរូបមន្ត count A ដើម្បីធ្វើការរាប់ថាតើ cell ទាំងអស់នេះត្រូវបានបំពេញគ្រប់ដែរទេអញ្ចឹងយើងមើលហើយគឺបានបំពេញគ្រប់ដោយមានចំនួន12 cell ប៉ុន្តែនៅក្នុងលំហាត់របស់យើងគឺគេឲ្យយើងធ្វើការដាក់សញ្ញា tick អញ្ចឹងដើម្បីដាក់សញ្ញា tick បានយើងត្រូវតែធ្វើការរាប់ cell នេះសិនជាដំបូងតមកទៀតយើងចូលដល់ conditional formatting conditional formatting នេះគឺយើងអាចចូលទៅក្នុងកន្លែងទី1នេះក៏បានដើម្បីធ្វើការកំណត់យកនៅនិមិត្តសញ្ញាហើយប្រសិនបើលោកអ្នកអាចចង់ប្រើនៅមុខងារផ្សេងៗទៀតតាមលក្ខខណ្ឌរបស់ខ្លួនគឺចូលទៅក្នុងមុខងារក៏ដូចជាលក្ខខណ្ឌនៅខាងក្រោមគេប៉ុន្តែឥឡូវខ្ញុំជ្រើសរើសយកនៅខាងនេះវិញគឺដើម្បីឲ្យងាយស្រួលលោកអ្នកមើលឃើញតែម្ដងជានិមិត្តសញ្ញាអញ្ចឹងខ្ញុំចុចនៅត្រង់នេះដោយសារតែលំហាត់របស់យើងគេតម្រូវឲ្យមាន tick grid បែបនេះអញ្ចឹងខ្ញុំចុចយកហើយឥឡូវយើងចិត្តចូលឈានមកដល់ចុងបញ្ចប់នៃការធ្វើតាមលក្ខខណ្ឌរបស់គេហើយគឺនៅត្រង់នេះយើងត្រូវដាក់យើង select tick ថា show icon only នោះនឹងធ្វើឲ្យយើងទទួលបានតែ tick ទេគឺលេខចំនួនលេខ12នេះគឺនឹងបាត់អញ្ចឹងខ្ញុំចុច apply ចុច OK គឺឃើញដូចទៅនឹងលំហាត់ដែលគេបានដាក់មកឲ្យយើងអញ្ចឹង
ចឹងយើងធ្វើការសាកល្បងដល់លុប cell ណាមួយទៅនោះនឹងចេញខ្វែងតែប្រសិនបើបំពេញបានគ្រប់ cell គឺនឹងចេញ tick បែបនេះចឹងយើងក៏លេចមើលមកមើលទៀងទាត់ជាមួយនឹងរបស់យើងគឺយើងនៅខ្វះព័ត៌មាននៅខាងលើនេះទៀតដែលជាមុខងារគេហៅថាមុខងារ slicer ដើម្បីប្រើប្រាស់នៅមុខងារ slicer នេះបានដំបូងគឺយើងត្រូវមានលក្ខខណ្ឌមួយទៀតចូលទៅកម្មវិធី slicer នេះបានប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ថាទីតាំងរបស់ slicer យើងត្រូវតែចូល insert សិនចឹងដើម្បីប្រើ slicer បានយើងចូល insert ហើយចូលកន្លែង table មាន create table កន្លែងនេះគឺ label ឬមួយ header នៅខាងលើយើងត្រូវ tick យកហើយយើងចុច OK បន្ទាប់មកយើងនឹងទទួលបានតារាងមួយដូចទៅនឹងលំហាត់របស់យើងអញ្ចឹងគឺមានពណ៌ដូចគ្នាហើយបើសិនបើអ្នកទាំងអស់គ្នាចង់ដូរពណ៌ក៏បានដែរគ្រាន់តែចូលមកដល់កន្លែងនេះមកគឺអាចជ្រើសរើសយកពណ៌ណាដែលខ្លួនពេញចិត្តប៉ុន្តែដោយសារតែគេឲ្យតម្រូវឲ្យមានពណ៌បែបនេះអញ្ចឹងយើងរើសយកពណ៌បែបនេះទៅបានហើយតមកទៀតបើសិនបើយើងចង់ចូល slicer យើងគ្រាន់តែចុចចូលកន្លែង slicer មកហើយយើងជ្រើសរើសយកតើយើងចង់យកព័ត៌មានណាយើងមកប្រើដោយនៅក្នុងលំហាត់របស់យើងគឺគេឲ្យយើងជ្រើសរើសយកពាក្យថាចំនួនម៉ោងធ្វើការហើយនឹង OT អញ្ចឹងចូលម្ដងទៀតខ្ញុំនឹងចុចចូលកន្លែង slicer ហើយចុចយកមុខងារពីរនេះយកមកប្រើបន្ទាប់ពីយើងចុច OK ហើយនឹងចេញទាំងបែបនេះគឺជាជួរឈើអញ្ចឹងខ្ញុំនឹងចង់ឲ្យជួរឈើនេះខ្លាយទៅជាជួរដេកវិញដើម្បីងាយស្រួលក្នុងការដាក់នៅក្នុងតារាងរបស់យើងដែរអញ្ចឹងយើងត្រូវរាប់ថាតើមានចំនួនប៉ុន្មានតមកយើងចូលកន្លែង column នេះយើងដាក់ទៅ9ហើយយើងអាចទាញឲ្យបានស្អាតហើយយើងយកមកដាក់នៅត្រង់នេះតមកទៀតចំពោះ OT ក៏ដូចគ្នាដែរយើងរាប់ថាតើជួរឈើនេះ cell ជាជួរឈើនេះមានប្រមាណ cell ហើយយើងទៅដល់កន្លែងតារាង column នេះយើងដាក់ចូលទៅហើយ enter បន្ទាប់មកយើងទាញឲ្យបានវែងបន្តិចដើម្បីឲ្យ cell នេះរីកធំងាយស្រួលប្រើប្រាស់ហើយសូមបញ្ជាក់ផងដែរចំពោះមុខងាររបស់ slicer គឺមានមុខងារដូចទៅនឹង filter អញ្ចឹងប៉ុន្តែវាស្រួលជាង filter ត្រង់ថា filter លោកតាលោកអ្នកចុចទៅចេញជាទិន្នន័យដែលអាចឲ្យយើងមើលឃើញហើយយើងនឹងជ្រើសរើសយកមួយម្ដងតែពី slicer ដែល slicer នេះបង្ហាញទិន្នន័យឲ្យយើងបានឃើញហើយព្រោះយើងងាយស្រួលក្នុងការជ្រើសរើសយកយើងអាចជ្រើសរើសយក1ក៏បាន2ក៏បាន3ក៏បានដូចទៅនឹង filter ផងដែរអញ្ចឹងខ្ញុំនឹងធ្វើការសាកល្បងចុចបែបនេះនៅពេលយើងចុចនោះកម្មវិធី Microsoft Excel នឹងចាប់យកថាទិន្នន័យមានចំនួនប៉ុន្មានបើសិនបើលេខ8មានចំនួនប៉ុន្មានអ្នកលេខ10មានចំនួនប៉ុន្មានអ្នកបើសិនបើយើងឈប់ប្រើយើងចុចនៅត្រង់នេះវិញអញ្ចឹងមុខងារនេះមានតែប៉ុណ្្នេះហើយដើម្បីមុននឹងបញ្ចប់យើងអាចធ្វើការផ្ទៀងផ្ទាត់នៅការធ្វើរបស់យើងជាមួយនឹងលំហាត់ដែលគេចង់ឲ្យយើងធ្វើនេះថាតើមានលក្ខណៈដូចគ្នាឬមួយក៏មាន error អ្វីទេអញ្ចឹងយើងអាចធ្វើការពិនិត្យមើលសិនខ្ញុំពិនិត្យមើលឃើញទៅគឺមែនទែនចំនួនម៉ោងធ្វើការគឺជាអត់មានដល់10ម៉ោងទេប៉ុន្តែអ្វីដែលខ្ញុំបានធ្វើនេះគឺមានចំនួន10ម៉ោង
ចឹងខ្ញុំត្រូវមកឆែកឡើងវិញថាតើហុកនៅត្រង់ណាដែលនៅត្រង់នេះ10ម៉ោងទទួលបានតែ220 230ទេដែលខ្ញុំបានជម្រាបចឹងគឺដោយសារតែខ្ញុំដាក់រូបពីរនោះខ្ញុំដាក់ត្រឹមតែលេខ8មាន8ម៉ោងវាអត់មាន10ម៉ោងចឹងខ្ញុំឆែកមើលគឺខុសតួលេខនៅត្រង់នេះខ្ញុំធ្វើការ copy តែម្ដងដាក់ paste លើនេះដើម្បីឲ្យដូចទៅនឹងអ្វីដែលគេចង់បានមែនតើយើងត្រូវបញ្ចូលតែភាសាតែពេលវេលាខ្ញុំសូម copy តែម្ដងដើម្បីចូលបាទអញ្ចឹងយើងទៀងទាត់អស់ហើយយើងអាចប្រើប្រាស់បានយើងអាចព្រីនចេញដើម្បីយកទៅប្រើប្រាស់តែម្ដងសូមបញ្ចប់នៅការបង្ហាញការធ្វើលំហាត់បែបនេះបាទសូមអរគុណ